ក្នុងប្រតិសន្ធិការមួយក្នុងប្រវត្តិការហើយក្នុងប្រតិសន្ធិការក្តីប្រវត្តិការក្តីវាប្រព្រឹត្តទៅក្នុងបញ្ចវោការភពតែប៉ុណ្ណឹងទេអត់មានដូច10ចំណុចមុនទេណា10ចំណុចមុនហ្នឹងគឺចំពោះមនីយតនៈហ្នឹងគឺវិបាកចិត្ត32ហ្នឹងវាប្រព្រឹត្តទៅតាមភូមិកាមភូមិរូបភូមិអរូបភូមិហ្នឹងហើយចេតសិកសម្ពយុទ្ធហ្នឹងវាបន្តជាមួយចឹងទៅកណាចឹងឥឡូវហ្នឹងគឺនាមជាបច្ច័យនៃបញ្ចាយតនៈយើងចេះតែប៉ុណ្ណឹងទៅក៏បានហើយក៏ហើយនៅក្នុងបដិសន្ធិកាលហ្នឹងនៅបញ្ចវោការភពយើងយល់ហើយវាអត់មានក្នុងអរូបព្រំទេព្រោះអរូបព្រំវាអត់មានបញ្ចាយតនៈមិនទេក៏យើងយល់ហើយហ្នឹងហ្នឹងហើយយើងឃើញក្នុងបដិសន្ធិកាលដើម្បីចែកមកក្នុងលេខ12ហ្នឹងវាប្រវត្តិការចឹងហើយចឹងដោយ6បច្ច័យ6បច្ច័យកន្លែងគឺហើយយើងចង់បន្តដូចមុនមកមួយសហជាតិឈប់អត់ទៅជាបច្ច័យដល់ហ្នឹងហើយបញ្ចាយតនៈក្នុងបដិសន្ធិកាលអាហ្នឹងវាសម្រាប់ពួកសង្កេតជាកំណើតនិងឧបបាទិកកំណើតណាហ្នឹងហើយវាមានចឹងសហជាតិហ្នឹងទៅហើយសហជាតិដែលអត់មានអញ្ញមញ្ញនេះព្រោះអត់មានរាប់ហត្ថយវត្ថុមានត្រឹមតែសហជាតិហ្នឹងហើយទី2និស្ស័យណានិស្ស័យហ្នឹងក៏យើងដឹងទៀតថាសហជាតិតែនិស្ស័យណាតែតែយើងយកនិស្ស័យមួយហ្នឹងដើម្បីបញ្ជាក់បច្ច័យក្នុង24ហ្នឹងគឺនិស្សយបច្ចយោតែនិស្ស័យក្នុងទីនេះគឺសហជាតិនិស្ស័យហ្នឹងហើយ